បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នេះទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយគឺនិយាយអំពីផ្ទះវិឡាគេទុកចោលម្នាក់ដែលក្មេងបានទៅចុចកណ្ដឹងលេងតោះឥឡូវបើយើងចង់ដឹងថាមានរឿងអ្វីកើតឡើងយើងមកស្ដាប់ទាំងអស់គ្នាមុននឹងចូលទៅដល់ក្នុងរឿងយើងសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like subscribe និង share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវយើងចូលមកដល់រឿងម្ដងទៅចឹងគឺមានបរិសម្នាក់ក្មេងខ្ញុំហៅថាក្មេងចោះគឺមានអូនម្នាក់ហ្នឹងគឺឈ្មោះថារិទ្ធដែលឈ្មោះគាត់ពេញគឺពុទ្ធិរិទ្ធតែខ្ញុំហៅគាត់រិទ្ធចឹងបងអូនរិទ្ធគឺគាត់អាសាលេងមកផ្ទះលេងបាល់លេងអីចឹងទៅនិយាយរួមក្មេងក៏គឺក្មេងលពឹសហើយគាត់មានយាយម្នាក់ដែលម្ដាយរបស់គាត់បានទៅធ្វើការនៅស្រុកគេចឹងទៅគឺយូរមកលេងផ្ទះម្ដងតែម្ដាយគាត់នឹងអាសាផ្ញើលុយឲ្យគាត់អីចឹងទៅហើយចឹងទៅគឺបងអូនរិទ្ធហ្នឹងគឺគាត់ដឹងថានៅចុងភូមិហ្នឹងគឺមានផ្ទះវិឡាមួយគេទុកចោលហើយគាត់ដើរទៅរៀនរាល់ថ្ងៃហ្នឹងគឺគាត់តែងតែដើរកាត់ផ្ទះវិឡាហ្នឹងរាល់ថ្ងៃចឹងទៅគឺគាត់បានដើរនៅពេលដែលគាត់ទៅរៀនហ្នឹងនៅពេលដែលគាត់មកវិញដោយសារសាលាគាត់គឺចេញថ្ងៃគឺគាត់រៀនព្រឹកដល់ថ្ងៃពីម៉ោង7ដល់ម៉ោង11ពេលព្រឹកណាចឹងទៅគឺឲ្យតែម៉ោង11អីចឹងទៅគឺគាត់តែងតែទៅចុចកណ្ដឹងលេងនៅផ្ទះហ្នឹងហើយពីនោះគាត់ធ្វើចឹងរហូតឲ្យទៅដល់ម៉ោងស្មើហ្នឹងគឺគាត់ទៅចុចលេងរាល់ថ្ងៃចឹងទៅគាត់ធ្វើចឹងឡើងមួយខែពីរខែហើយដល់ថ្ងៃមួយគាត់ចុចដែរគាត់ទៅចេញពីរៀនម៉ោង11ហ្នឹងគាត់ចេញមកវិញគឺគាត់ទៅចុចនៅពេលដែលគាត់ទៅចុចហ្នឹងគឺកណ្ដឹងរាល់ដងគឺចុចអត់លឺទេអ្នកនរគ្នាគឺចុចទៅគាត់ពេលចុចទៅវាអត់មានលឺអីទេតែលើកហ្នឹងគឺលឺទិញនឹងអាអ្នកនរគ្នាយល់ហើយកណ្ដឹងចឹងហ៎ពេលលឺចឹងទៅក៏គាត់ឃើញទ្វារហ្នឹងបើកយឺតងេតបើកយឺតចឹងមកគាត់លឺបើកយឺតចឹងទៅហើយនៅពេលដែលគាត់បើកយឺតចឹងគឺគាត់បានដើរចូលហើយនៅយប់នោះគឺបងអូនរិទ្ធហ្នឹងគឺអត់បានមកផ្ទះទេហើយយាយរបស់គាត់ហ្នឹងគឺខំដើររកតែឲ្យអ្នកភូមិជួយដើររកឲ្យប៉ូលីសជួយដើររកវិញហ្នឹងដល់ហើយនៅពេលយប់ហ្នឹងគឺជុំវិឡាហ្នឹងគឺស្ងាត់អត់មានមនុស្សនៅទេវិឡាហ្នឹងគឺស្ងាត់អត់មានភ្លើងអត់មានមនុស្សជុំស្ងាត់យកហ្មងអ្នកទាំងអស់គ្នាហើយនៅមុខផ្ទះហ្នឹងគឺទទេស្អាតប៉ុន្តែព្រឹកឡើងម៉ោង6ព្រឹកហ្នឹងគឺឃើញបងអូនរត់ហ្នឹងអង្គុយដោះស្បែកជើងហើយបើកភ្នែកធំមកគឺបើកភ្នែកហើយក៏បងអូនរត់ហ្នឹងឃើញយាយក៏រត់ទៅរកយាយហើយតែអត់និយាយអីទេបងអូនរត់ហ្នឹងយល់ដូចមនុស្សទៅឃើញខ្មោចហើយអាមនុស្សស្លុតដល់អ្នកទាំងគ្នាចឹងទៅក៏គាត់រត់ទៅរកយាយនៅពេលដែលគាត់រត់ទៅរកយាយហ្នឹងគឺយាយបានសួរគាត់ហើយគាត់នឹងគឺអត់ឆ្លើយទេអ្នកភូមិសួរគាត់ក៏គាត់អត់ឆ្លើយប៉ូលីសសួរគាត់ក៏គាត់អត់ឆ្លើយដែរអ្នកទាំងគ្នាហើយនៅពេលដែលគាត់ទៅរៀនក៏គាត់អត់និយាយស្ដីអីដែរហើយគាត់មានអាការៈចម្លែកមែនទែនអ្នកទាំងអស់គ្នាគឺគាត់តែងតែអង្គុយថ្មឹងឆ្មក់ហើយគាត់គេងគាត់មិនគេងដូចយើងគេងអ្នកនរនេះយល់យើងមិនផ្ងាគេងណាគឺគាត់គេងអង្គុយណាអ្នកនរនេះគាត់បិទភ្នែកអង្គុយតែគាត់គេងលក់អ្នកនរនេះយល់អត់វាចម្លែកចឹងណាហើយចឹងទៅគឺគាត់អត់ហ៊ានបែរមុខទៅវិឡាហ្នឹងទេយល់ទិសវិឡាហ្នឹងអាទិសទៅខាងវិឡាហ្នឹងគឺអត់ដែរបែរមុខទៅទៀតទេហើយក្រោយមកបានមួយអាទិត្យពីរអាទិត្យក៏គាត់បាននិយាយប្រមាថពេលគាត់និយាយចឹងទៅក៏យាយគាត់បានទៅសួរគាត់ថាចៅឯងមានបានជួបអីអត់មានបានឃើញអីមែនឃើញអ្នកគេមែនហើយបងអូនរត់ហ្នឹងក៏បានប្រាប់គាត់ថាប្រាប់យាយគាត់ហ្នឹងថាយាយខ្ញុំអត់ឃើញអ្នកគេទេហើយខ្ញុំអត់ចាំអីទាំងអស់នៅពេលដែលខ្ញុំចុចកណ្ដឹងហ្នឹងខ្ញុំចាំតែពេលខ្ញុំចុចកណ្ដឹងហ្នឹងគឺទ្វារបានបើកតែពេលទ្វារបានបើកហ្នឹងក៏ខ្ញុំឃើញយាយឯងហ្នឹងដើរពីក្នុងផ្ទះហ្នឹងមកជារូបរាងយាយឯងស្លៀកពាក់ជាយាយឯងនិយាយសលេងជាយាយឯងខ្ញុំមកហើយក៏ហៅខ្ញុំចូលផ្ទះចឹងទៅខ្ញុំក៏បានដើរចូលផ្ទះហ្នឹងហើយពេលខ្ញុំដើរចូលផ្ទះហ្នឹងគឺខ្ញុំភ្លេចអីទាំងអស់គឺខ្ញុំអត់ចាំអីទេអញ្ចឹងគឺរឿងនេះគឺចប់ត្រឹមហ្នឹងហើយអ្នកនរគ្នាស្ដាប់ដំបូងស្ដាប់រៀងជក់ចិត្តដែរអ្នកនរគ្នាតែរឿងនេះវាខ្លីពេកអ្នកនរគ្នាអញ្ចឹងអរគុណអ្នកនរគ្នាដែលបានស្ដាប់មកដល់វិនាទីនេះអញ្ចឹងពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកនរគ្នាបាយបាយ